សួស្តីបងប្អូន អញ្ចឹងបងប្អូនមានអ្នកឆ្ងល់អត់ថាគេចាក់ format តាមពណ៌មួយៗហ្នឹងគេធ្វើដូចម្ដេច? អញ្ចឹងមករៀនជាមួយខ្ញុំទាំងអស់គ្នា ឥឡូវខ្ញុំចង់បង្ហាញអំពីការបច្ឆេទថ្ងៃ តើខ្ញុំកំណត់ដូចម្ដេច? ឥឡូវខ្ញុំចង់កំណត់ថ្ងៃពុធមួយឲ្យវាលោតពណ៌ highlight អីមួយចឹងទៅ អញ្ចឹងយើងចាប់ផ្ដើម select វាទាំងអស់មក ហើយយើងចូល New Rule Format Conditional ហ្នឹង ហើយយើង select ពាក្យ Classic ហើយយើងរើសពាក្យខមកដើម្បីវាយរូបមន្តចូល យើងវាយស្មើ G $4 G ព្រោះអីយើងចង់កំណត់ពី G មក អញ្ចឹងយើងវាយពីកន្លែង G ហើយវានៅលើជួរលេខ 4 អញ្ចឹងយើងវាយ G4 ប៉ុន្តែយើងថែមដុល្លារពីមុខលេខហ្នឹងមកដើម្បីឲ្យមួយជួរឈរហ្នឹងវារត់ចុះក្រោមទាំងអស់ ហើយកន្លែងនេះខ្ញុំយក font ពណ៌សរាងដិត ហើយខ្ញុំចាក់ពណ៌បៃតង អូខេ អូខេ ចឹងបានហើយចង់មួយជួរថ្ងៃពុធទាំងអស់ គឺវាលោតពណ៌បៃតងទាំងអស់ ហើយ font វាចេញពណ៌ស ចឹងខ្ញុំចង់កំណត់ថ្ងៃអាទិត្យម្ដង គឺចូលកន្លែង Format Conditional នឹងដូចគ្នា យើងរើស New Rule មក Classic ហើយយើងវាយរូបមន្តដូចគ្នា យើងគ្រាន់ដូរក្នុងរង្វង់កញ្ចក់ដាក់ថ្ងៃអាទិត្យមកវិញមក បានហើយ ប៉ុណ្ណឹងមករួចជាការស្រេច អូខេ ចឹងថ្ងៃនេះយើងដាក់ Sun ទេ ព្រោះក្បាលយើងផ្ដើមដោយ Sun អញ្ចឹងទៅ ហើយយើងដាក់ប៉ុណ្ណឹងមក ហើយកន្លែងនេះយើងចាក់ពណ៌ផ្សេងមក ចាក់ពណ៌អីក៏បានដែរបងប្អូន កន្លែងហ្នឹង ហើយ font ខ្ញុំយកដូចគ្នា ខ្ញុំយកប៉ុណ្ណឹង អូខេ អូខេ ប៉ុណ្ណឹង ចឹងរួចរាល់ហើយបងប្អូន ឥឡូវយើងមកតេស្តមើលformat ដែលយើងចាក់មិញ ឥឡូវយើងសាកឆ្លាស់ថ្ងៃពុធមកមុខវិញ ចឹងមិនថាយើងឆ្លាស់ទៅណាក៏ដោយ គឺវានឹងលោតពណ៌ទៅតាមករណីដែលយើងបានចងហ្នឹង ចឹងយើងវាយថ្ងៃពុធមកមុខ វាលោតមកមុខដែរពណ៌ហ្នឹង ចឹងយើងមិនបាច់ត្រូវចាក់ម្ដងមួយៗនៅពេលដែលយើងដូរ format វារត់ទៅណាទៅណី ចឹងយើងត្រូវដូរទេ ហើយយើងតេស្តថ្ងៃអាទិត្យម្ដង ថ្ងៃអាទិត្យយើងដាក់មកមុខវិញមក យើងវាយតែថ្ងៃអាទិត្យមកពណ៌វាលោតខ្លួនឯងហ្មង ប៉ុណ្ណឹង ចឹងរួចរាល់ហើយបងប្អូន វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេ បងប្អូនឆ្ងល់កន្លែងណាអាចឆាតសួរខ្ញុំបាន អរគុណ